Nước nông đai được bọc trong ní cứ chia prien sẵn đại cái đại miền đọt lá tặc bò lướng hói miền đục sầm bát về đẹp phần lớp nửa đó miền chẳng chúng miền lứng tiếng lấy tụ sập hói đi cứ chia cần môn bọc trong miền tai một thư đi cột cái tại bên ní xong bật chia mà bên chia cần môn kháng trong tề bà chẳng taoบอกไม่ทันนี่ให้คือchia prien sẵn đại cái ri ai ខាងក្រៅtrong níគឺchia ផ្លែសណ្ដែកកាយបាទផ្លែសណ្ដែកកាយបន្ទាប់ពីផ្លែសណ្ដែកកាយនេះយើងបកមកជាក្របខ្មៅបែបនេះបាទបន្តមកទៀតយើងបកក្របខ្មៅចេញគឺមកជាក្របសបែបនេះដល់ក្របសបែបនេះហើយបានយើងយកគៀបជាប្រេងមកជាប្រេងបែបនេះគេហៅថាប្រេងធម្មជាតិសុទ្ធ 100% បញ្ជាក់បន្តិចប្រេងសណ្ដែកកាយធម្មជាតិសុទ្ធមួយនេះពិតជាមានសមត្ថភាពខ្លាំងណាស់តែលើការស្ដារសរីរាង្គស្ដារគ្រឿងក្នុងបង្ហាត់ឆ្អឹងបងប្អូនឲ្យមានកំហាប់ឡើងវិញអញ្ចឹងសម្រាប់បងម៉ែបងប្អូនដែលកំពុងតែមានជំងឺរ៉ាំរ៉ៃច្រើនមុខក្នុងពេលតែមួយក៏ដោយមិនចាំបាច់បារម្ភពេកទេបើទោះបីតែក្នុងពេលតែមួយបងប្អូនមានជំងឺច្រើនមុខដូចជាកាពះពោះវៀនបេះដូងតម្រង់នោមស្លាកអាស៊ីតលើសឈាមឬស្ករទឹកនោមផ្អែមបញ្ញាស្ត្រីជាដើមបើទោះបីតែក្នុងពេលតែមួយនោះបងប្អូនមានជំងឺច្រើនមុខក៏ដោយក៏កុំបារម្ភពេកដែរពីព្រោះជំងឺទាំងអស់នោះមិនបានឆ្លងរោគមកពីណាទេតែជំងឺទាំងនោះគឺកាត់មកពីសរីរាង្គគ្រឿងក្នុងរបស់យើងចុះខ្សោយកាត់ខាត់លៀបអញ្ចឹងស្របពេលវេលាដែរបងប្អូនអង្គមីងពិសាថ្នាំពេទ្យដើម្បីដោះស្រាយអាការៈពិសាថ្នាំពេទ្យដើម្បីទប់ស្ថានភាពជំងឺញ៉ាំប្រេងស្ដែកកាយដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 369 នេះដើម្បីជួយស្ដារសរីរាង្គគ្រឿងក្នុងយើងតិចដងខ្លាំងមកវិញថ្នាំពេទ្យជួយដោះស្រាយអាការៈប្រចាំថ្ងៃប្រេងស្ដែកកាយទៅដោះស្រាយមូលហេតុជំងឺគឺការជួយគ្រឿងក្នុងតិចដងយូរទៅគ្រឿងក្នុងយើងល្អដូចដើមយូរទៅឆ្អឹងរបស់យើងហាប់មានកំហាប់រឹងមាំឡើងវិញនោះស្មើនឹងលែងឈឺស្មើនឹងលែងឈឺអញ្ចឹងស្រោបមកវិញបើទោះបីថាជាប្រេងសណ្ដែកកាយខ្មែរប៉ុន្តែការដោះស្រាយបែបលក្ខណៈវិទ្យាសាស្ត្រមិនមែនមន្តអាគមមិនមែនអបិយជំនឿទេប៉ុន្តែជាការដោះស្រាយបែបវិទ្យាសាស្ត្រព្រោះអ្នកវិទ្យាសាស្ត្របានបញ្ជាក់ច្បាស់ហើយថានៅក្នុងប្រេងសណ្ដែកកាយគឺសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 369 ច្រើនជាងគេលើលោកនៅក្នុងឆ្នាំ2004រហូតដល់ឆ្នាំ2007ប្រេងសណ្ដែកកាយជាប់មេដាយមាសថាជាប្រេងមាសនៅទីក្រុងប៉ារីសប្រទេសបារាំងបាទហើយឯកសារទាំងអស់គឺមានទាំងអស់បងប្អូនអាចឆែកមើល Google អាចឆែកមើល ChatGPT ថាតើមានអ្វីដែលសម្បូរទៅដោយអូមេហ្គា 369 ច្រើនជាងគេលើលោកក្រៅតែអំពីប្រេងសណ្ដែកកាយដូច្នេះខ្ញុំនិយាយដល់ដែរថាស្រុកគេប្រៃប្រត់ទៅតែស្រុកខ្មែរយើងពិសាសណ្ដែកកាយ2026ហើយបើបងប្អូនមិនយល់មិនស្គាល់មិនដឹងអំពីសណ្ដែកកាយវាជារឿងគួរឲ្យស្ដាយយ៉ាងម៉េចស្ដាយតាមថាប្រទេសខ្មែរយើងទឹកដីយើងផលិតបាននៅរបស់ល្អហើយប៉ុន្តែយើងបែរជាអត់ដឹងនោះស្មានតែយើងអត់ទៅទួយើងដោះស្រាយបញ្ហារបស់យើងធ្វើឲ្យបញ្ហារបស់យើងកាន់តែរីករាលដាលធំទៅនេះហើយគឺជាការសោកស្ដាយដូច្នេះកុំឲ្យមានការសោកស្ដាយសូមបងប្អូនស្វែងយល់អំពីអ្វីជាប្រេងសណ្ដែកកាយក៏ដូចជាស្វែងយល់ស្ដាប់នៅអ្វីដែលខ្ញុំបានរៀបរាប់លើនេះនិយាយបាទមុននឹងឈានដល់ការសម្រេចចិត្តទិញយ៉ាងហោចបងប្អូនទៅស្ដាប់ឃ្លីបខ្ញុំឲ្យបានយ៉ាងតិច10ឃ្លីបបាទនេះជាយោបល់ព្រោះអីកុំឲ្យទៅចាញ់បោកគេឲ្យមកចាញ់បោកខ្ញុំទៀតអញ្ចឹងជៀសវាងការចាញ់បោកខ្ញុំស្ដាប់ខ្ញុំឲ្យតន់ស្ដាប់ខ្ញុំឲ្យយល់បាទដូច្នេះខ្ញុំបានប្រាប់លើកសូមអរគុណនិងសូមជួយលាទៅនេះបាទអរគុណ